នេះគឺជាសកម្មភាពដាំកូនស្អំជុំវិញលបងបាទថ្ងៃទី9 ខែ 6 បាទដាំវាមកជុំវិញលបងស្អំនេះស្អំផ្សាំខ្លួនឯងកាប់ដើមផ្សាំបាទនេះដាំវាមិនលងទីទូចដាក់2 1 ម៉ែត្រ ឡូកូនឡូពងធ្វើអីដឹងតែកូនអ៊ីឯងពងអង្គុយធ្វើអីដាំស្អំមែនដាំអីអង្គុយធ្វើអីដាំស្អំគៀនលបងម៉ែត្រ 1ថតទុកមើលវាថតបានខែចាំមើលវាធំប៉ុណ្ណា1 ម៉ែត្រ 1 ម៉ែត្រចេញពីលបង1 ម៉ែត្រមកមុខ1 ម៉ែត្រផ្សាំខ្លួនឯងបានច្រើនណាដាក់មួយដើមកុំអីដាក់2 ដើម 3 ដើមបានមកក្នុងកតងវាដុះមកស្អាតដល់ខ្លាចមិនដបងខ្លាចវាដើមវាអត់គ្រប់នេះដើមវាសម្រាប់ពុកម៉ែបងប្អូនចង់ទស្សនាអានេះមិនបានទិញគីទេផ្សាំខ្លួនឯងបាទមកកធោនេះមកដើមវាស្រែដីក្បាល20ជាងបដ 50 ត្រឹមស្បៃនេះមកនេះសម្រាប់ពុកម៉ែបងប្អូនចង់ទស្សនាដាំស្អំដាំមកជុំវិញអានេះដាំសំអានេះដាំងាទឹកទៅបានស្រោចទឹករោអននេះដាំជុំវិញលបងបាទយើងដាំទុកទៅខែវាធំវាអីមករស់នៅនេះខ្ញុំនៅជើងភ្នំនេះនៅស្រុកលងវែងស្អំនេះផ្សាំកាលស្គ្រាមលើកទី 1ដាក់ចោលតែបានប៉ុណ្ណេះឯងឡើងប្រហែលខែហើយបាទស្គ្រាមលើកទី 1 ខ្លះទី 2 ខ្លះសង្គ្រាមនេះបាទម៉ែទៅផ្ទះទៅចាំមកចាំឲ្យម៉ែអ៊ីយកស្វាយចន្ទីមកទៀតទេប្រាប់ទៅដូរគ្នាទៅបាទនេះអានោះខាងនោះដាំជុំវិញនេះខាងនេះមានដីទីទួយើងចេះដាំបន្លែទៅបងប្អូននេះខាងនោះជុំវិញលបងស្វាយចន្ទីស្វាយចន្ទីដើមស្អំគៀននេះទៅលងចុះហូបបាទលងចុះហូបចាំមើលកាត់ផ្សាំវារហូតតែនេះចាំមើលវាធំមកឲ្យស្អាតបាទអត់ច្បាស់ចឹងដីក្រោយយើងទឹកតនេចោលអីយើងដាក់ស្វាយចន្ទីមកនេះស្វាយចន្ទីដាក់លបងអស់ហើយនៅជុំវិញយ៉ាំលាលុះលាអីកុំឲ្យគោចូលស្អាតតិចបាទដីយើងមានតែប៉ុណ្្នឹងឯងបាទចាំមើលស្អំវាប្រហែលខែវាលឺប៉ុណ្ណាចាំថតទស្សនាសម្រាប់ពុកម៉ែបងប្អូនចូលចិត្តស្អំអីបាទដីប៉ុណ្្នឹងឯងបាទជំរឿនអនាគតទៅចេញកើតផ្ទះកើតអីអត់បើនៅតែស្គ្រាមចេះបាទអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនាថតមើលកំសាន្តលេង